តើកម្មវិធីមួយណាដែលឲ្យយើងទទួលបាននៅ passport ទី2ដែលអាចធ្វើដំណើរបានជាង100ប្រទេសហើយមិនចំណាយលុយច្រើនបាទសួស្តីបងប្អូនអរគ្នាខ្ញុំសូមបង្ហាញជូននៅកម្មវិធីមួយនៅប្រទេសប៉ាណាម៉ាបាទកម្មវិធីនេះគឺបងប្អូនអាចទិញអចលនទ្រព្យត្រឹមតែ$300,000បាទហើយអចលនទ្រព្យរបស់បងប្អូនត្រូវបានធានាជួលត្រឡប់ទៅវិញក្នុងរយៈពេល5ឆ្នាំដោយក្នុងមួយឆ្នាំទទួលបាន3%ក្នុងមួយឆ្នាំបាទហើយនៅពេលដែលបងប្អូនបានវិនិយោគក្នុងកម្មវិធីនេះបងប្អូននឹងទទួលបាននៅpassport មួយដែលអាចធ្វើដំណើរបានជាង100ប្រទេសដោយមិនចាំបាច់ស្នើសុំ visa បាទគឺ passport ទី1នេះគេហៅថា travel passport ដែលបងប្អូនអាចធ្វើដំណើរទៅជាពិសេសគឺប្រទេសនៅខាងអឺរ៉ុបបាទគឺអត់ចាំបាច់ស្នើសុំ visa ទេនៅពេលដែលបងប្អូនកាន់អចលនទ្រព្យនឹងបានរយៈពេល5ឆ្នាំបងប្អូនអាចលក់ចេញវិញក៏បានដែរហើយបងប្អូនអាចទទួលបាននៅ passport សញ្ជាតិមួយទៀតដែល passport នោះគឺបងប្អូនអាចប្រើបានមួយជីវិតតែម្ដងសម្រាប់ព័ត៌មានបន្ថែមពីលក្ខខណ្ឌផ្សេងៗទៀតនៅក្នុងការវិនិយោគនៅលើអចលនទ្រព្យដើម្បីទទួលបាន passport ទី2នៅប្រទេសប៉ាណាម៉ាបងប្អូនអាចទាក់ទងមកខ្ញុំបាទផ្ទាល់បានបាទសូមអរគុណ